សម្រាប់អ្នកដែលខឹងចិត្តជីកាត់ពោធិ៍សាត់តែញយតែដែលបានចូលញ៉ាំនំបញ្ចុកផាក់ឡូវប្រចាំខេត្តគេជាពិសេសគឺកំពង់ទិលល្បីគឺអាចកាត់ចិត្តបានព្រោះដោយសារតែឥឡូវនេះគឺបងស្រីដែលគាត់ជាអ្នកខេត្តពោធិ៍សាត់គាត់បាននាំយកជាប្រភេទនំបញ្ចុកផាក់ឡូវមកលក់នៅភ្នំពេញនៅខាងកោះនរាហើយកន្លែងគាត់គឺថាទំនងមែនតើហើយតកតងជាមួយនឹងគ្រឿងក្នុងក៏ដូចជាតិចជ្រូកនេះគឺថាគាត់អង្គុយដុសលាងតថាចេញមកគឺស្អាតភ្លឹងឆ្វងអញ្ចឹងហ្មងព្រោះដោយសារតែគ្រឿងក្នុងគឺពិបាកសម្អាតណាស់ពុកម៉ែបងប្អូនបើសិនជាគាត់ធ្វើអត់ស្អាតទេនៅពេលដែលយើងញ៉ាំទៅគឺធំក្លិនហើយអញ្ចឹងគឺនៅកន្លែងគាត់ត្រង់ចំណុចនេះមួយគឺគាត់គិតគូរបានល្អហើយនៅពេលដែលយើងញ៉ាំគឺស្និទ្ធមាត់ហើយដូចគ្រឿងសម្រាប់គាត់ធ្វើផាក់ឡូវនេះក៏អញ្ចឹងដែរមិនមែនឃើញគាត់ធ្វើផាក់ឡូវច្រើនហើយគ្រឿងគាត់ចេះតែស្មាននេះអត់ទេណាគឺសុទ្ធសឹងតែមានការថ្លឹងក្រិតក្រំត្រឹមត្រូវអញ្ចឹងបានផាក់ឡូវរបស់គាត់គឺរសជាតិចេញមកនៅពេលដែលពុកម៉ែបងប្អូនទៅញ៉ាំគឺថារសជាតិដូចគ្នារាល់ថ្ងៃតែម្ដងអត់មានប្លែកពីរសជាតិអីទេព្រោះដោយសារតែគាត់មានថ្លឹងក្រិតក្រំត្រឹមត្រូវណាហើយបើនិយាយពីគ្រឿងទេសដែលគាត់យកមកប្រើប្រាស់នេះគឺសុទ្ធសឹងតែក្នុងស្រុករបស់យើងពុកម៉ែបងប្អូនដោយស្ករត្នោតអីគឺគាត់យកមកពីខាងកំពង់ស្ពឺដែលគេឡើងថ្មីភ្លាមអញ្ចឹងនៅពេលដែលយកមកធ្វើផាក់ឡូវនេះគឺថាក្លិនរបស់គេឡើងឈ្ងុយតែម្ដងអ្នកដែលធ្លាប់បានទៅញ៉ាំគឺប្រកាសជាដឹងច្បាស់ហើយគាត់លក់ដាច់ក្នុងមួយថ្ងៃឥឡូវនេះគឺឡើងទៅដល់សម្រាប់សាច់ណាឡើងដល់100គីឡូជាងអីនិយាយទៅគ្រាន់តែឃើញប៉ាម៉ានដែលគាត់ធ្វើផាក់ឡូវនេះគឺដឹងថាលក់ដាច់ប៉ុណ្ណាហ្មងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយគឺអាចទៅញ៉ាំបានចំពោះទីតាំងរបស់គាត់គឺងាយស្រួលរកទេគឺនៅខាងកោះនរាដែលមានឈ្មោះថាប៉ាំងនំបញ្ចុកផាក់ឡូវហើយការរៀបចំនៅខាងក្នុងរបស់គាត់វិញគឺបែបនេះសម្រាប់ពុកម៉ែបងប្អូនដែលទៅវិចខ្ចប់គឺមានកន្លែងសម្រាប់អង្គុយរង់ចាំផ្សេងហើយសម្រាប់យើងទៅញ៉ាំនៅខាងក្នុងគឺផ្សេងអញ្ចឹងគឺងាយស្រួលមែនតើគឺអត់ពិបាកថាអ្នកទៅមុនបានក្រោយអ្នកទៅក្រោយបានមុនអីអត់ទេគឺគាត់រៀបចំចេញមកគឺមានលំដាប់លំដោយហើយសម្រាប់នំបញ្ចុកផាក់ឡូវនេះគឺមានដើមកំណើតមកពីខាងពោធិ៍សាត់ណាពុកម៉ែបងប្អូនហើយសម្រាប់បងស្រីដែលគាត់អ្នកលក់នំបញ្ចុកផាក់ឡូវនេះក៏គាត់មកពីខាងពោធិ៍សាត់ដូចគ្នាដែរហើយគាត់យកមកលក់នៅភ្នំពេញហ្នឹងគឺដើម្បីងាយស្រួលសម្រាប់ពុកម៉ែបងប្អូនដែលរស់នៅភ្នំពេញណាអត់មានពេលចុះទៅពោធិ៍សាត់ផ្ទាល់អីចង់ញ៉ាំនំបញ្ចុកផាក់ឡូវប្រចាំខេត្តពោធិ៍សាត់អីនេះគឺអាចទៅត្រឹមកោះនរាចំណាយពេលទៅប្រហែលនាទីអីហ្នឹងគឺអាចទៅអង្គុយញ៉ាំបានហើយបើនិយាយពីតម្លៃរបស់គាត់វិញគឺសមរម្យមែនតើសម្រាប់បន្លែនំបញ្ចុកផាក់ឡូវហ្នឹងគឺមានជាប្រភេទតសក់សណ្តែកបដោះក៏ដូចជាជីហើយនំបញ្ចុកវិញបើតាម Twister សាក់សួរក្នុងមួយថ្ងៃឥឡូវនេះគឺលោតដល់ខ្ទង់100គីឡូដូចគ្នានិយាយទៅគឺនៅកន្លែងគាត់លក់ដាច់មែនតើហើយនំបញ្ចុកផាក់ឡូវពុកម៉ែបងប្អូនចំណុចដែលសំខាន់មិនអាចខ្វះបានមួយទៀតហ្នឹងគឺជាប្រភេទទឹកជ្រលក់ទឹកត្រីនេះបើសិនជាធ្វើអត់ឆ្ងាញ់ក៏យើងញ៉ាំទៅអត់សូវចូលជាតិដែរប៉ុន្តែនៅកន្លែងគាត់ទឹកត្រីគឺគាត់ធ្វើឆ្ងាញ់អញ្ចឹងនៅពេលដែលដាក់ចូលគ្នាចេះមកគឺជាតិមែនតើហើយសម្រាប់ Twister ថ្ងៃនេះគឺទៅជាមួយនឹង Fresh Lychee ជាប្រភេទតែកាឡេណាយើងញ៉ាំជាមួយនឹងអាហារបែបនេះគឺត្រូវគ្នាមែនតើលក្ខណៈថារសជាតិរបស់គេផ្អែមគោះចាក់ដាក់ទឹកកកមកហ្នឹងគឺឆ្ងាញ់តែម្ដងនំបញ្ចុកផាក់ឡូវដែលគេល្បីនៅពោធិ៍សាត់អញ្ចឹងសម្រាប់អ្នកដែលអត់មានពេលទៅញ៉ាំដល់ពោធិ៍សាត់ណាមកញ៉ាំត្រឹមកោះនរាបានហើយសម្រាប់នំបញ្ចុកផាក់ឡូវរបស់គាត់សាច់ច្រើនណាហើយតម្លៃមួយឆ្នាំត្រឹមតែ6000ឯងតម្លៃសំរុំខាងនេះតែវ៉ាវមាននំបញ្ចុកផាក់ឡូវហើយគាត់មាននំប៉័ងទៀតបើថានំប៉័ងនេះវិញក៏គាត់មានជាប្រភេទនំប៉័ងផាក់ឡូវនំប៉័ងប៉ាតេហើយម្ដាមតែ4500ទេប៉ុន្តែរសជាតិគឺថាអូយអ្នកដែលធ្លាប់បានទៅញ៉ាំអីគឺស្គាល់ច្បាស់ហើយគឺជ្រក់ត្រជាក់ដាក់ជាមួយនឹងម្ទេសហឹលញ៉ាំទៅឡើងស្រួយស្រិបតែម្ដងហើយបើថាចង់រោភេសជ្ជៈអីញ៉ាំទៅឲ្យត្រូវគឺញ៉ាំជាមួយនឹងតែកាឡេនរសជាតិរបស់គេគឺថាឆ្ងាញ់ជាពិសេស